នេះគឺជាការថតឆ្លុះមាត់ស្បូនដែលគាត់មានអាការៈក្តៅក្រហាយធ្លាក់សខាប់ហើយពណ៌មិនល្អហើយគាត់ថាធ្លាក់ជាប្រចាំទៀតហើយយកសហ្នឹងទៅបដោះមេរោគនៅមន្ទីរពិសោធន៍រងចាំលទ្ធផលគាត់មានមេរោគដល់ទៅ2ទី1ជាផ្សិតដែលស៊ាំនឹងថ្នាំហើយទី2គឺជាមេរោគបាក់តេរីដែលឆ្លងពីខាងក្រៅទៅជំរាបសួរបងទាំងអស់គ្នាវិលមកជួបអ្នកគ្រូម្ដងទៀតហើយថ្ងៃនេះអ្នកគ្រូមានវីដេអូថ្មីមួយចែករំលែកដល់បងទាំងអស់គ្នាដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងនេះគឺជាការថតឆ្លុះមាត់ស្បូនដែលគាត់មានអាការៈក្តៅក្រហាយធ្លាក់សខាប់ហើយពណ៌មិនល្អហើយគាត់ថាធ្លាក់ជាប្រចាំទៀតពេលដែលពិនិត្យឃើញការធ្លាក់សច្រើនបែបនេះអ្នកគ្រូបានធ្វើការយកសហ្នឹងទៅបដោះមេរោគនៅមន្ទីរពិសោធន៍រងចាំលទ្ធផលចេញមកគឺគួរឲ្យភ្ញាក់ផ្អើលគឺគាត់មានមេរោគដល់ទៅ2ទី1ជាផ្សិតដែលស៊ាំនឹងថ្នាំហើយទី2គឺជាមេរោគបាក់តេរីដែលឆ្លងពីខាងក្រៅទៅចំណែកឯការព្យាបាលគឺទៅតាមលទ្ធផលនៃមន្ទីរពិសោធន៍មានន័យថាលទ្ធផលហ្នឹងគឺមានទាំងឈ្មោះមេរោគមានទាំងឈ្មោះថ្នាំហើយចំពោះការព្យាបាលគឺមានប្រសិទ្ធភាពហើយចំគោលដៅទៀតអញ្ចឹងបើសិនជាបងមានអាការៈដូចអ្នកគ្រូរៀបរាប់ខាងលើបងអាចអញ្ជើញមកជួយអ្នកគ្រូបានណាបងអរគុណ